ជាទូទៅការរកស៊ីវាពឹងផ្អែកទៅលើសមត្ថភាពក៏ដូចជាលទ្ធភាពរបស់បងប្អូនទាំងអស់គ្នាយើងបងប្អូនខ្លះគាត់ថាគាត់រកស៊ីទៅគាត់មិនសូវជាកកបមិនសូវជារីកចម្រើនយើងខ្ញុំសូមផ្ដល់ជាសារក៏ដូចជាចំណេះដឹងមួយទៅចុះជាទូទៅការរកស៊ីទាំងឡាយណាប្រសិនបើយើងជឿទៅលើសមត្ថភាពរបស់យើងខ្ញុំហ៊ាននិយាយថាការរកស៊ីមួយនឹងទោះបីជាយូរឬក៏ឆាប់ខ្ញុំហ៊ានធានាថាវាអត់ជាបញ្ហាថ្ងៃក្រោយវានឹងរីកចម្រើនអញ្ចឹងកាលណាប្រសិនបើយើងជឿទៅលើសមត្ថភាពរបស់យើងកន្លែងនេះហើយមួយទៀតយើងធ្វើអ្វីក៏ដោយគឺទៅតាមលទ្ធភាពអញ្ចឹងបើសិនបើលទ្ធភាពយើងធ្វើប៉ុណ្ណាបានយើងធ្វើប៉ុណ្ណឹងអានេះជារឿងមួយដែលល្អប្រសើរប្រសិនបើយើងធ្វើដោយមិនមានសមត្ថភាពឬក៏យើងធ្វើដោយលទ្ធលទ្ធភាពរបស់យើងអញ្ចឹងតែអាជីវកម្មមួយហ្នឹងវាហាក់បីដូចជាកំពុងតែប្រឈមជាមួយនឹងបញ្ហាហើយអញ្ចឹងទេប្រសិនបើការធ្វើអ្វីមួយក៏ដោយប្រសិនបើយើងមានសមត្ថភាពហើយយើងមានលទ្ធភាពទៀតខ្ញុំលើកទឹកចិត្តថាបងប្អូនធ្វើវាចុះហើយអាជីវកម្មអីក៏ដោយប្រសិនបើយើងធ្វើទៅយើងបារម្ភពេកយើងខ្លាចពេកយើងមិនហ៊ានធ្វើវាចង់មិនចង់យូរមិនឆាប់អាជីវកម្មមួយហ្នឹងវាអត់រីកចម្រើនទីអញ្ចឹងក្នុងនាមយើងជាអ្នកគ្រប់គ្រងទៅលើអាជីវកម្មរបស់ខ្លួនឯងជាអ្នកក្តោបក្តាប់ទៅលើមុខរបររបស់ខ្លួនឯងអញ្ចឹងយើងធ្វើមុខរបរទាំងឡាយណាអាជីវកម្មទាំងឡាយណាទៅតាមសមត្ថភាពនិងលទ្ធភាពរបស់យើងខ្ញុំលើកឧទាហរណ៍ប្រសិនបើយើងជាអ្នកលក់បន្លែត្រីសាច់យើងមានចំណេះជំនាញអ្វីយើងមានបទពិសោធន៍អ្វីយើងធ្វើនឹងទៅសមត្ថភាពយើងប៉ុណ្ណាលទ្ធភាពយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងកន្លែងនេះសូមកុំចាប់ផ្ដើមការរកស៊ីដោយសម្លឹងមើលពីមុខរបររបស់អ្នកដទៃអ្នកខ្លះឃើញគាត់បើករកស៊ីទៅគេលក់ដាច់គេរីកចម្រើនអញ្ចឹងក៏ខំប្រឹងធ្វើតាមគេដោយខ្លួនឯងមិនមានលទ្ធភាពឬក៏សមត្ថភាពណាមួយនៅក្នុងការធ្វើវាដូច្នេះគ្រប់កលៈទេសៈដូចខ្ញុំជំរាបចឹងថាប្រសិនបើយើងចង់ឲ្យអាជីវកម្មយើងរីកចម្រើនយើងចង់ឲ្យមុខរបរយើងទៅមុខលុះត្រាតែយើងជាបុគ្គលម្នាក់ដែលធ្វើអ្វីមួយដែលមានចំណេះជំនាញនិងបទពិសោធន៍ខ្លួនឯងហើយជាពិសេសប្រសិនបើលទ្ធភាពយើងធ្វើបានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងអញ្ចឹងយើងរកស៊ីយើងអត់មានទៅគិតទៅតាមអ្វីដែលគេរកទីខ្ញុំចង់មានន័យថាប្រសិនបើគេមានសមត្ថភាពលទ្ធភាពគេបើកធំក៏គេធ្វើធំទៅរីឯយើងប្រសិនបើយើងមានលទ្ធភាពប៉ុណ្ណាសមត្ថភាពប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងហើយនេះមុខរបរមិនថាតូចធំមធ្យមទេឲ្យតែយើងធ្វើវាជាប្រចាំឲ្យតែយើងប្រឹងប្រែងឲ្យតែយើងតស៊ូខ្ញុំហ៊ាននិយាយថាអាជីវកម្មមួយនឹងយូរនឹងឆាប់វានឹងរីកចម្រើនយូរនឹងឆាប់វានឹងធ្វើឲ្យបងប្អូនទទួលបានផ្លែផ្កាពីវាកាលណាប្រសិនបើយើងប្រកបមុខរបរទាំងឡាយណាដែលហួសលទ្ធភាពនិងសមត្ថភាពរបស់យើងកន្លែងនេះខ្ញុំហ៊ាននិយាយបានថាវាអត់ទៅមុខទេហើយហ្នឹងណាខ្ញុំលើកឧទាហរណ៍ពេលខ្លះយើងចង់រកស៊ីលក់ត្បូងលក់មាសលក់ពេជ្រក៏ប៉ុន្តែជាក់ស្ដែងការរកស៊ីរបស់យើងនឹងវាហួសសមត្ថភាពលទ្ធភាពរបស់យើងណាអញ្ចឹងវាអត់ត្រូវទីអញ្ចឹងសូមជ្រើសរើសមុខរបរទាំងឡាយណាដែលវាស័ក្តិសមជាមួយខ្លួនឯងមុខរបរទាំងឡាយណាដែលវាធ្វើទៅវាសមជាមួយនឹងធនធានរបស់យើងដែលយើងមានអ្នកខ្លះគាត់ក៏ចាប់មុខរបរជាអ្នកស្រែចម្ការទៅអ្នកខ្លះក៏គាត់ធ្វើជាកសិកម្មផ្សេងទៅដំណាំដាំដុះអីចឹងទៅអញ្ចឹងអានឹងវាជាចំណេះជំនាញរបស់គាត់ជាសមត្ថភាពលទ្ធភាពរបស់គាត់ធ្វើនៅក្នុងចំណុចនឹងបានអញ្ចឹងគ្រប់ប្រភេទអាជីវកម្មតូចធំមធ្យមក៏ដោយឲ្យតែយើងធ្វើដោយការចេញពីសមត្ថភាពលទ្ធភាពរបស់យើងធ្វើយូរទៅយើងនឹងជោគជ័យខ្ញុំលើកឧទាហរណ៍ពេលខ្លះអ្នកខ្លះគាត់ប្រកបមុខរបរដោយប្រើចំណេះជំនាញរបស់គាត់ឬក៏ទេពកោសល្យរបស់គាត់ជួនកាលគាត់ខាងសម្ដែងចឹងទៅគាត់ច្រៀងចឹងទៅឬក៏គាត់អាចធ្វើជាសម្លេងបញ្ចូលសម្លេងចូលអីបានចឹងទៅដូច្នេះទាំងអស់ហ្នឹងវាអាស្រ័យទៅលើសមត្ថភាពក៏ដូចជាលទ្ធភាពរបស់យើងហើយនេះណាអញ្ចឹងមិនខ្ញុំ
នៅតែលើកទឹកចិត្តថាទោះបីជាយើងរកស៊ីទៅវារៀងដើរយឺតជាងគេឬក៏ចំណូលតិចជាងគេឬក៏វាក្ររីកចម្រើនជាងគេក៏ប៉ុន្តែចំណុចទាំងអស់ហ្នឹងយើងត្រូវតាំងចិត្តខ្លួនឯងថាវាអត់ជារឿងមួយដែលធ្វើឲ្យយើងចោទជាបញ្ហាឬក៏ស្មុគស្មាញទេពីព្រោះវាជាមុខរបរមួយដែលយើងមានលទ្ធភាពប៉ុណ្ណឹងសមត្ថភាពប៉ុណ្ណឹងឬក៏មានលុយកាក់ប៉ុណ្ណឹងទុនប៉ុណ្ណឹងដើម្បីធ្វើវាកាលណាប្រសិនបើយើងដឹងអំពីសមត្ថភាពខ្លួនឯងបទពិសោធន៍ខ្លួនឯងទុនខ្លួនឯងឲ្យតែយើងដឹងច្បាស់ថាអូខេខ្ញុំដាក់ទុនប៉ុណ្ណឹងសមត្ថភាពខ្ញុំធ្វើបានលទ្ធភាពខ្ញុំអាចគ្រប់គ្រងទៅលើអាជីវកម្មមួយនឹងបានដូច្នេះគ្រប់ទាំងអស់នឹងហើយដែលខ្ញុំចង់ជម្រាបមកវិញថាកាលណាយើងធ្វើដោយមានការវិតម្លៃខ្ពស់ពីខ្លួនឯងទៅលើសមត្ថភាពក៏ដូចជាលទ្ធភាពខ្ញុំហ៊ាននិយាយថាអាជីវកម្មនឹងមុខរបរនឹងវាមិនងាយដើរថយក្រោយទី